បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលតាមដាន Channel YouTube ខ្ញុំបាទ SK កសិកម្មជនបទចឹងថ្ងៃនេះអត់មានអីទេគ្រាន់ថាចាងរពលថ្ងៃហ្នឹងទៅយប់ឡើងតនេលេចតុជ្រុកតែជ្រុកប៉ុណ្ណេះចូលជិត200គីឡូដែរហើយជ្រុកខ្ញុំវាចូល3ខែហើយ200គីឡូនេះបើជ្រុក10ស៊ីបានតែត្រង់មួយអាទិត្យទេព្រោះវាស៊ីច្រើនដែរឡូវមួយថ្ងៃយើងឲ្យស៊ី3ពេលមួយថ្ងៃ3ពេលហើយមួយពេលជ្រុក10របស់ខ្ញុំវា9គីឡូ9គីឡូនិយាយរួមទៅ9គីឡូថ្ងៃ3ពេល9 3ដងវា27អញ្ចឹងមួយថ្ងៃជុក10អស់27គីឡូបើ20នេះអស់មួយថ្ងៃវាចូល54គីឡូព្រោះសមដែរជុក20 54គីឡូបើជុក10យើងបានអាចថាចូលបានមួយអាទិត្យចាស់បើជុក20ខ្ញុំបានតែប្រហែលថ្ងៃទេហើយការលាយវាអត់បាក់ទេបងប្អូនលាយចេះទៅប៉ុន្តែសំខាន់ជាងគេបើចង់សប់ល្អលាយ3ដងលាយវា3ដងទៅលាយវា3សប់ទៅវាសប់ល្អវាសប់ល្អនេះស្រួលដាក់ AVC ហើយយើងលេងចេះក៏វាស្រួលដែរប៉ុន្តែថាយើងវាអត់ពិបាកបអត់បាក់អីយើងអាចមានពេលវេលាច្រើនសម្រាប់យើងធ្វើការផ្ទះអីផ្សេងអញ្ចឹងបងប្អូនអញ្ចឹងយើងហត់តែព្រឹកឡើងជោគដាក់ក្នុងឡាំងក្លឹងគីឡូក្លឹងគីឡូយកឲ្យស៊ីជោគខ្ញុំឲ្យស៊ីក្លឹងគីឡូរហូតនេះបើខ្ញុំឲ្យស៊ីក្លឹងគីឡូពីតូចមកយើងដាក់បន្តិចតិចយកវាត្រូវបន្តិចយើងស៊ីក្លឹងគីឡូយើងមកប៉ាន់មើលប៉ុណ្ណាវាស៊ីអស់ចឹងទៅយើងដាក់ AVC ប៉ុណ្ណឹងផុតពីតូចមកយើងទៅឡើងម្ដងតិចម្ដងតិចចឹងទៅយើងទៅឡើងម្ដងតិចពេល AVC អស់លឹកស្នោកចឹងអស់លិញនៅស្រែកឃ្លានទៀតយើងទៅថែមតិចចឹងទៅមើលទៅឃើញថា AVC សល់យើងបន្ថយមកវិញមកអាហ្នឹងសម្រាប់អានេះអត់សោតនឹងក្លឹងគីឡូចឹងណាបងប្អូនស្រួលមួយយ៉ាងដែរយើងបើស្មានដាក់ប្រហែលចានប្រហែលស្នោកពេលអញ្ចឹងដាក់ទៅក្លឹងគីឡូមកមើលតែអូស៊ីអស់ហើយថ្ងៃនេះមួយរយៈប្រហែលថ្ងៃនេះ3 4ថ្ងៃនេះវារឿងស៊ីអស់ច្រើនលិតស្នោកនៅគ្រៀតអញ្ចឹងបន្ថែមពីលើ1គីឡូទៀតចឹងទៅឡើងវាស៊ី1គីឡូទៀតទៅឡើងម្ដងតិចស្វមវាចាហ្នឹងជ្រូកបើសិនជាវាស៊ីច្រើនពេកក៏វាអាចរាកដែរអាចរាកអញ្ចឹងយើងមើលតាមហ្នឹងបើស៊ីតិចដងតិចហ្នឹងហើយបងប្អូនវាអត់មានច្រើនអាហ្នឹងមានតែប៉ុណ្ណឹងចែកម្លេចឲ្យបងប្អូនគឺថាចំណីជ្រូកបងប្អូនដាក់ឲ្យស៊ីជួយតែក្លឹងគីឡូក៏បានអាហ្នឹងសម្រាប់លើបងប្អូនតែបើអត់សតនេះក្លឹងគីឡូវាស្រួលដែរឲ្យស៊ីយើងអាចប៉ាន់ស្មានតែយើងលេប៉ុណ្ណាអាចបានមួយថ្ងៃអញ្ចឹងបងប្អូនអាចមើលដឹងប៉ុណ្ណឹងតែបើយើងស្មានអាហ្នឹងយើងអត់ដឹងថាវាស៊ីមួយថ្ងៃអស់ប្រហែលយើងអត់ដឹងគីឡូវាមួយថ្ងៃស៊ីអស់ប្រហែលចំណាយប៉ុណ្ណាអីមួយថ្ងៃអញ្ចឹងនេះគាត់ថាទួយបាត់សពរបស់ខ្ញុំអញ្ចឹងទៅវាងាយស្រួលនេះសម្រាប់ងាយស្រួលរបស់ខ្ញុំតែបងប្អូនងាយស្រួលបែបណាក៏បងប្អូនធ្វើតាមតែបងប្អូនអញ្ចឹងណាបងប្អូនអត់តែយើងនិយាយទៅឲ្យតែយើងងាយស្រួលយើងធ្វើអីឲ្យយើងងាយស្រួលសម្រាប់ខ្លួនយើងអូខេហើយសម្រាប់វគ្គក្រោយខ្ញុំប្រហែលជាសាកល្បងសូនចំណីមើលនេះសូនវាមិនឲ្យចេញពីក្របពួកអីឥឡូវទៅទិញម៉ាស៊ីនគេមកទឹកមកតែបានតឡើងទេចឹងបានតឡើងហើយចាំធ្វើវីដេអូរបៀបយើងលក្ខណៈសូនយើងអាចដាក់សំណើមប្រមាណភាគរយប្រមាណគីឡូចឹងណាសំណើមមិនឲ្យការសូនរបស់យើងចេញមកល្អសម្រាប់ឲ្យមើលអាស៊ីសម្រាប់អីឬក៏អាចយើងសូនជាចំណីជ្រូកក៏បានយើងអាចដាក់បរិមាណសំណើមប៉ុណ្ណាវាសូនមកចេញស្អាតចឹងបងប្អូន
อันนี้จะตามเสาตี ผมมาเส้นตัวติงมาตึกมาจนติดเกมมาติงจากบ่าวเลยจังตัวกาแต่หลังตัวกาไอติดยังไงจังเอาคนจ้างบางโอนสำหรับจะตามด้านตุสนาตัวจุฬาจิเซีย เอาคนจ้าง